សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរូបថត album ក៏ដូចជារូបថតជារូបថតស្លឹកដែលមាន frame ដែលខ្ញុំបានថតកាលពេលខ្ញុំបញ្ចប់ថ្នាក់បញ្ញាបត្ររយៈពេល2 ឆ្នាំកន្លះមុនហេតុអីបានខ្ញុំទើបទទួលបានពេលនេះគឺខ្ញុំនឹងរៀបរាប់នៅពេលបន្តិចទៀតអញ្ចឹងសាច់រឿងដែលថាមិនបានវាបានយូរអញ្ចឹងខ្ញុំនឹងរៀបរាប់នៅចុងវីដេអូដោយសារតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឃើញពីអានេះសិនខ្ញុំចង់រៀបរាប់ពីនេះមុនអញ្ចឹងសម្រាប់រូបស្លឹកនេះគឺបើ by default បើយើងបង់ចំណដើម្បីតែថតរូបហ្នឹងគឺយើងបាន album ដែលអត់មានរូបដែលមានរូបថតស្លឹកមាន frame នេះទេគឺ album ហ្នឹងគឺជាសភៅដែលប្រហែលជាតម្លៃ 40,000 វ៉ុនប៉ុន្តែសម្រាប់ឥឡូវហ្នឹងគឺវាឡើងដល់ 46,000 ហើយប្រហែលជាខ្ទង់ $30 ជាងអញ្ចឹងក្នុងសភៅនេះគឺក្រាស់មែនតើវាជា yearbook សម្រាប់ឆ្នាំនីមួយៗដែលយើង graduate ហ្នឹងអញ្ចឹងឃើញមានឆ្នាំនៅខាងក្រៅជាមួយនឹងសាលារបស់យើងហើយបើនិយាយពី quality សភៅវិញគឺស្អាតមែនតើជាกระดาษខាងក្នុងនោះគឺកម្មញីហើយវាខាង cover ហ្នឹងគឺក្រាស់ហើយធ្វើមកលក្ខណៈ premium ហ្មងហើយសម្រាប់មួយឆ្នាំគឺវាដូចគ្នាគ្រាន់តែថាខុសពីមនុស្សចឹងណាជាទូទៅគឺមានពីសាលារបស់យើងពី message ពី president នៃសាលាយើងក៏ដូចជា department នីមួយៗហើយនឹងរូបថតតាម department អញ្ចឹងខ្ញុំមើលជាត្រួសអ្នកទាំងគ្នាឃើញហ្នឹងគឺតាម department មួយទៅថា humanity ឬក៏ engineer ឬក៏ science អីអញ្ចឹងណាដូចខ្ញុំឲ្យឃើញហ្នឹងអញ្ចឹងយើងបើកមើលតាមហ្នឹងទៅ content ហ្នឹងគឺជាដូចជា outline នៃតាម department ហើយខ្ញុំព្យាយាមរក department ខ្លួនឯងរកអត់ឃើញឥឡូវហ្នឹងគឺឃើញហើយនេះគឺជារូបខ្ញុំទាំងអស់គ្នាយើងមានរូប portrait ពេញខ្លួនមួយនិងរូបពាក់កណ្ដាលខ្លួនមួយហើយនៅអក្សរហ្នឹងគឺគេដាក់ឈ្មោះយើងតាមលេខរៀងអញ្ចឹងណាអញ្ចឹងខ្ញុំនឹងរៀបរាប់ឥឡូវហ្នឹងថាតើហេតុអីបានជាខ្ញុំទើបតែទទួលបានរូបថតនេះក្រោយរយៈពេលជាង2 ឆ្នាំអញ្ចឹងរឿងរ៉ាវគឺបែបនេះដើម្បីបានថតនឹងបានគឺយើងត្រូវការ register ជាមួយនឹង book ថ្ងៃខែក៏ដូចជាពេលហ្នឹងតាមកម្មវិធីហ្នឹងគឺប្រើជាទូទៅសាលានៅកូរ៉េទាំងអស់គឺប្រើកម្មវិធីហ្នឹងតែមួយឯងដោយសារអ្នកថតរូបហ្នឹងគឺតែជាក្រុមហ៊ុនតែមួយជា partner តែមួយហើយអញ្ចឹងទៅខ្ញុំក៏បានពេញព័ត៌មានអីរួចរាល់ហើយជាអាស័យដ្ឋានដែរដើម្បីគេ ship យកមកឲ្យដល់កន្លែងប៉ុន្តែខ្ញុំអត់ទទួលបានទេអញ្ចឹងខ្ញុំក៏តាក់ទងតាមsocial media ដែលគេប្រើនៅកូរ៉េហ្នឹងឈ្មោះថា Kakao Talk ខ្ញុំក៏បានតាក់ទងតាម Kakao Talk ប៉ុន្តែគាត់ក៏ប្រាប់ថាគាត់អត់ដឹងទេឲ្យតាក់ទងទៅសាលាដោយសារតែយើងថតយូរហើយអញ្ចឹងខ្ញុំទំនឹកឃើញក្រោយរយៈពេលប្រហែលជា2 ឆ្នាំមួយឆ្នាំជាងអញ្ចឹងខ្ញុំក៏អត់បានតាក់ទងទៅសាលាដោយសារអត់ដឹងថាតាក់ទងដោយរបៀបណាខ្ញុំក៏បោះបង់អាគំនិតមួយដែលថានឹងទទួលបានរូបថតហ្នឹងហើយក៏កាត់ចិត្តពីវាណាហើយរូបថតហ្នឹងការថតហ្នឹងគឺអស់ចំណាយលុយគឺអស់ 10,000 វ៉ុនអញ្ចឹងវាជិត$100ដែរប៉ុន្តែដោយសារខ្ញុំជាសិស្សហាត់បកខ្ញុំខាងហាត់បកគេចេញឲ្យប៉ុន្តែទោះបីជាយ៉ាងណាក៏ខ្ញុំចង់ឃើញរូបរហូតដែលខ្ញុំបានថតដែរព្រោះយើងខំតុបតែងខ្លួនយើងជាអនុស្សាវរីយ៍មួយអញ្ចឹងណាក្រោយមករយៈពេល2 ឆ្នាំក្រោយ2 ឆ្នាំកន្លះមកខ្ញុំក៏បានទៅថតរូបបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាលាមួយផ្សេងទៀតដែលក្រោយមកខ្ញុំក៏ជួបម្នាក់នឹងដដែលអ្នកដែលថតរូបហ្នឹងខ្ញុំក៏សួរថាអូខ្ញុំធ្លាប់ថតនៅសាលាខ្ញុំចាស់ប៉ុន្តែខ្ញុំអត់ទាន់បានរូបអញ្ចឹងហើយគាត់ក៏ថាអីដូចធ្លាប់ប្រហែលមុខអញ្ចឹងមិនដូចជាប្រហែលមុខហើយក៏សួរដំណើរដើមតងថាមិនបានខ្ញុំបានមកដល់សាលានេះវាជារឿងមួយដែលថាមិនគួរឲ្យជឿដោយសារខ្ញុំបានបោះបង់កំណត់ថាទទួលបានរូបថតហ្នឹងហើយអញ្ចឹងហើយខ្ញុំក៏បានឲ្យគាត់តាក់ទងតាមលេខទូរស័ព្ទគាត់អញ្ចឹងណាក្រោយមកខ្ញុំក៏បន្ថែមលុយ 50,000 បន្ថែមទៀតអញ្ចឹងនេះគឺជាដំណើរសាច់រឿងសរុបមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាយើងជួបគ្នាក្នុងវីដេអូក្រោយបាយបាយ